បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគ្មានព័ត៌មានថ្មីមួយបាទដែលគេដាក់ចំណងចង់ថាលោកស្មារតី TV Facebook ដែលចិត្តទាំងយប់អានរត់នេះវាបាទជាឌីលខ្មែរមួយពូជបាទចិត្តខ្មែរនិងប្រទេសខ្មែរយើងដល់ថ្នាក់ហ្នឹងបាទតើកុំឲ្យកាប់ពេលយូរសូមបងប្អូនចូលទស្សនាវីដេអូខាងក្រោមផងណាបាទគឺបាទ TV Facebook បង TV Facebook ក៏ខឹងសម្បាមែនតើបាទតោះមើលទៅមុខកាយវិការក៏ដឹងថាខឹងសម្បាមែនតើតោះអូខេតោះជំរាបសួរអ្នកទាំងអស់គ្នាបាទងាយរបស់បុគ្គលហេងយិននេះបាទបុគ្គលហេងយិននេះបាទហេងអីលោកហ្នឹងនេះខ្ញុំនិយាយខ្ទើយចបៃខ្មៅនេះខ្ញុំហៅទៅវាណាខ្ញុំអត់ហៅបងប្អូនភេទទី3ផ្សេងទេមិនបានវាខឹងរឿងបុគ្គលទៅខោក្បាលវាមិនបានវាត្រូវមកជេឌីលខ្មែរមកប្រទេសចឹងជេឌីលពូជខ្មែរមកប្រទេសចឹងខ្ញុំសូមសនំពោវីដេអូនេះបាទការពិតទៅថ្ងៃនេះគឺជាថ្ងៃដែលក្រុមការងារខ្ញុំហើយជាពិសេសខ្ញុំអីគឺជាថ្ងៃដែលយើងចូលរួមមានន័យថាបងប្អូនក្រុមការងារខ្ញុំអីដែលពួកគាត់មានខ្សែស្រឡាយកាត់ចិនកាត់អីហ្នឹងក៏បានធ្វើកម្មវិធីជួបជុំគ្នាញ៉ាំអីជួបជុំគ្នានៅផ្ទះទេប៉ុន្តែដោយសារតែមើលវីដេអូគាត់អួចនៅអសនុកហ្មងប្រិមិត្តបាទនៅអសនុកហ្មងបាទមកអាចារ្យធំណាអាចារ្យធំមកចាធំណាឡើយអាចារ្យធំឯណាឡើយទៅណាទៅមួយខ្ញុំក៏បានដែរឥឡូវទៅប្តឹងសមត្ថកិច្ចមកអាចារ្យធំឯងបើយើងឡាយទៅវីដេអូយើងអត់ប្តឹងប៉ូលីសក៏អត់មានអ្នកណាគេធ្វើការយើងដែរឥឡូវអ្នកណាគេឥឡូវបងប្អូនជាពលរដ្ឋប្រមាណនេះដែលសុំសនំពរឬក៏គ្រប់គ្រងឲ្យសមត្ថកិច្ចធ្វើការទៅក្នុងរឿងហ្នឹងគាត់ជេឌីលខ្មែរនេះជេឌីលខ្មែរខ្ញុំអត់ចង់ជ្រលក់មាត់ជាមួយនឹងមនុស្សប្រភេទហ្នឹងឬក៏មនុស្សធន់ហ្នឹងទេក៏ប៉ុន្តែបុគ្គលហ្នឹងខ្ញុំខ្ពើមជ្រលក់មាត់ជាមួយមកខ្ញុំឃើញវីដេអូវាភ្លាវច្រើនណាស់ហើយអាបុគ្គលហ្នឹងចង់ល្បីណាស់គឺខ្ញុំខ្ពើមជ្រលក់មាត់មកដោយសារតែខ្ញុំមើលទៅថាវានឹងជាមនុស្សមួយដែលសង្គមវាមិនរាប់រយប៉ុន្តែនេះវាមករស់នៅលើទឹកដីខ្មែរយើងហើយវាមកដៀលជាសាសយើងទៀតមើលនេះប្រិមិត្តបាទគុំឲ្យថាខ្ញុំនិយាយតែមាត់ហើយជាពិសេសបើសិនជាក្រសួងលើកនេះបើសិនជាក្រសួងហើយនឹងសមត្ថកិច្ចអត់ធ្វើការនេះសុំផ្ញើជូនអាចុយម្រឯងកូនចៅកទួយក៏មានអាចេះកទួយ3នេះតែវាជិះម៉ូតូឲ្យមកខោក្បាលខ្ញុំឡើងបោកនេះហើយខោក្បាលឯងជេតែ3នាក់ហ្នឹងទៅចាំបាច់ជេខ្មែរមកពូជម៉ូតូសុកតែខ្ញុំទេណារឿងអីហេតុអីបានពួកអាឈាមថោកអាឈាមដេរឆាតអស់ហ្នឹងវាមកខោក្បាលខ្ញុំអត់យល់តែខ្ញុំបានធ្វើអីមែនឬក៏មិនថ្ងៃហ្នឹងខ្ញុំថាខ្ញុំអត់ទេអត់ណេះណាឥឡូវវាមកខោក្បាលខ្ញុំឡើងពកនេះសួរសមអត់ឈាមហ្នឹងឯងដែលហេតុឈាមខ្មែរហ្នឹងមែនហ៎ពូជអាខ្មែរដេរឆានពូជអាខ្មែរថោកទៀបអាណាបំផ្លាញពួកអាហែងក្រៅពីពួកអាហែងហ្នឹងណាអញអត់ចង់ជេរទេអត់ចង់ដាក់បដាសាទេហែងកើតមកជាសញ្ជាតិនឹងគេដែរមានសញ្ជាតិមានប្រទេសនឹងគេដែរមានវប្បធម៌នឹងគេដែរអានរក់នេះមិនលូននៅលើទឹកដីអញជេរអញទៀតជាសាខ្ញុំខ្ទើយជាសាអញទៀតហៅទីហើយជាសាខ្ទើយសួរខ្ញុំបានបំផ្លាញអីអត់នេះសន្តានខ្មែរមើលច្បាស់ពួកអាខ្មែរណាពួកអាខ្មែរដេរឆានពួកអាខ្មែរថោកទៀបវាសមណាស់នឹងប្រទេសពួកអាហែងនេះបាត់ទឹកដីឲ្យវាសមបាត់ទឹកដីប៉ុណ្ណឹងឲ្យឆ្ងាញ់វាទៅឡាយនៅមុខព្រះបរមរាជវាំងទៀតណាវាស័កសមជាមួយនឹងអាសន្តានអាសញ្ជាតិថោកទៀបអានេះមានចេតនាហ្មងនេះខ្ញុំខឹងណាស់ខោខ្ញុំឡើងពកក្បាលបើខ្ញុំធ្វើអីម៉ែវារកកទួយម៉ែវាខ្ញុំមិនថាទេ3នេះអាមួយក៏ហូបថ្មិញអញ្ចាំច្បាស់ណាស់អាសន្តានវិជាថោកទៀបពីពួកអាហែងមិនសមជាខ្មែរទេពូជអាខ្មែរដេរឆានវីដេអូនេះបើសិនជានៅប្រទេសជិតខាងយើងណាខ្ញុំនិយាយត្រង់មកសមត្ថកិច្ចយើងណា
បាយណាប៉ុន្តែសបាយឲ្យរួចហើយមិនបានសមត្ថកិច្ចបដ ாய் មែនឥឡូវសមត្ថកិច្ចទៅណាអស់នេះអានេះបើសិនជានៅប្រទេសថៃវិញជាប់គុកបាត់ហើយនេះនិយាយត្រង់មែនណាវាជេរពូជប៉ុណ្្នឹងហើយវាដៀលពូជប៉ុណ្្នឹងហើយសិតតែពូជយើងថោកពូជយើងអីចឹងហើយសមត្ថកិច្ចទៅណាអស់ខ្ញុំនិយាយត្រង់បើសិនជាវីដេអូនេះវាហ៊ានជេរជាតិសាសន៍ដតីហើយវារស់នៅលើជាតិសាសន៍ដតីវិញ10នាទីអត់ទាន់ទេអានេះជាប់គុកមកនេះអាខ្ទើយនៅរស់នេះចុះឥឡូវសមត្ថកិច្ចទៅណាអស់សមត្ថកិច្ចហេតុអីមិនព្រមទៅវាយខ្នោះវាមិនព្រមទៅខាត់ខ្លួនវាបត់ល្មើសមានជាក់ស្ដែងនេះបត់ល្មើសវាជេរដៀលជាសាសយើងណែបើនៅប្រទេសថៃវិញជាប់គុកអត់មានថ្ងៃចាញ់ទេនិយាយមែនខ្ញុំនិយាយត្រង់ហ្មងតារាថៃម្នាក់ជាតារា model ទៀតគ្រាន់តែបរហោះរូប sexy លើសកម្រិតក៏សមត្ថកិច្ចប្រទេសគេចាប់ខាត់ខ្លួនណាឬសូយកទៅដាក់ពន្ធនាគារប្រហែលឆ្នាំទៀតចុះអានេះប្រមាថជាតិសាសន៍យើងជាសាធារណៈណាហើយខ្ញុំសុំអង្វរបងប្អូនប្រជាពលរដ្ឋយើងគុំតែ share វីដេអូវានាំតែឲ្យពិភពលោកបានឃើញថាវានេះតែបងប្អូនប្រជាពលរដ្ឋយើងគាត់ share ក៏ត្រូវដែរ share ដើម្បីឲ្យសមត្ថកិច្ចបានដឹងខ្ញុំជឿជាក់ថាបងប្អូនយើងគឺជឿចាប់ដូចគ្នាថ្ងៃសប្បាយប្រិមិត្តមួយថ្ងៃនេះក៏ពិតទៅបងប្អូនក្រុមការងារខ្ញុំគាត់ហៅខ្ញុំមកកំសាន្តប៉ុន្តែដោយសារតែមើលវីដេអូវារួចគឺអារម្មណ៍អស់សប្បាយឲ្យលេងតែម្ដងហើយវាទៅជេរនៅមុខវាំងទៀតណាជេរនៅមុខវាំងទៀតណាអានេះសម្បើមមែនតើម្ដងលើកមុនម្ដងហើយឥឡូវម្ដងទៀតហើយបងសមត្ថកិច្ចហើយណាខាត់ខ្លួនបុគ្គលប្រភេទនេះគួរតែខាត់គាត់យកមកអប់រំណាគុំធ្វើការតែពាក់ព័ន្ធជាមួយនឹងរឿងអីផ្សេងលឿនហើយចុះអារឿងនេះគេជេរដៀលពូជខ្មែរនេះជាតិសាសន៍ខ្មែរយើងនេះកប់មាត់នេះតែបុគ្គលនឹងបើវាជេរដៀលរួចវានៅលើទឹកដីវាទៅមានអីអានេះវាជេរដៀលយើងទាំងវារស់នៅលើទឹកដីយើងហើយទៅជេរនៅមុខព្រះបរមរាជវាំងជាទីសក្ការៈកន្លែងរបស់យើងទៀតសូមឲ្យសមត្ថកិច្ចលោកមេតាធ្វើការផងណានេះបើសិនជានៅប្រទេសគេអត់ដល់10នាទីនិយាយត្រង់អត់លើស10នាទីខ្ញុំនិយាយមានតែប៉ុណ្្នឹងទេមកខ្ញុំកម្រយកណែអញផ្ដាំទៅឯងអាខ្ទើយជាសាសអញថ្លៃធ្នូណាបើជាសាសអញថោកទាបដូចឯងនិយាយមែនណាមិនមែនអាខ្ទើយថោកទាបឯងមករស់នៅលើប្រទេសជាតិរបស់អញទេណាអញផ្ដាំទៅឯងខ្ញុំវាមិនចង់ប្រើពាក្យអសុរោះជាមួយនឹងអាមនុស្សប្រភេទចឹងសោះមានតែសំណុំពរឲ្យច្បាប់ណាគុំចាប់វាអប់រំអីធ្វើការទៅតាមច្បាប់មកណាធ្វើការទៅតាមច្បាប់ទៅវារស់នៅលើទឹកដីរបស់យើងនេះឥឡូវវាមកជីកកម្មាជាតិសាសន៍របស់ប្រទេសយើងទៀតណាខ្ញុំចេញប្រតិកម្មទាំងកណ្ដាលយប់នេះណាម៉ោង1យប់នេះអូខេព័ត៌មានមានតែប៉ុណ្ណឹងទេបងប្អូនអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាវីដេអូនេះអូខេអរគុណច្រើនបាយបាយ